ប្រុងប្រៀបទាំងអស់គ្នាប៉ុន្មានថ្ងៃទៀតកម្ពុជាអាចបន្តមានឥទ្ធិពលភ្លៀងកក់ខែជាង20ថ្ងៃលាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះនៅថ្ងៃទី4ខែមេសាឆ្នាំ2025ក្រសួងធនធានទឹកនិងអូតូនិយមបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពភ្លៀងកក់ខែចាប់ពីថ្ងៃទី7ដល់ថ្ងៃទី30ខែមេសាឆ្នាំ2025យោងតាមការអង្កេតពិនិត្យនិងវិភាគលើស្ថានភាពធាតុអាកាសនិងអាកាសធាតុនៅក្នុងតំបន់និងព្រះរាជាណាចក្រកម្ពុជាក្រសួងធនធានទឹកនិងអូតូនិយមបានបញ្ជាក់ថាស្ថានភាពភ្លៀងកក់ខែនឹងបន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី7ដល់ថ្ងៃទី30ខែមេសាឆ្នាំ2025ខាងមុខនេះការដែលនឹងគ្របដណ្ដប់រីប៉ាយនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជានិងលីឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះចាដែរសីតុណ្ហភាពមធ្យមអបបរមា25អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា37អង្សាសេចាអាស្រ័យដូចនេះក្រសួងធនធានទឹកនិងអូតូនិយមជួលដំណឹងដល់សាធារណជននិងអាជ្ញាធរដែនដីយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងដែលអាចកើតមានឡើងជាយថាហេតុจากคณะកន្លងមកចាប់ពីថ្ងៃទី18ខែមីនាដល់ថ្ងៃទី4ខែមេសាឆ្នាំ2025ភ្លៀងកក់ខែបានគ្របដណ្ដប់លើ45ខណ្ឌស្រុកក្នុង15រាជធានីខេត្ត